ធារណការនឹងដឹកជញ្ជូនបានដាក់បញ្ជាឲ្យគ្រប់ស្ថានីយ៍ថ្លឹងរថយន្តទូទាំងប្រទេសត្រូវភ្ជាប់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព CCTV មកការិយាល័យកណ្ដាលក្រសួងសាធារណការនិងដឹកជញ្ជូនដើម្បីតាមដានប្រសិទ្ធភាពនៃការអនុវត្តការត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់ដើម្បីធានាបានការដឹកជញ្ជូនស្របតាមបច្ចេកទេសកុំឲ្យឈានទៅដល់ការដឹកលើសទម្ងន់ដែលនាំឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ថ្លែងនៅក្នុងការឆ្មក់ចុះពិនិត្យផ្ទាល់សកម្មភាពត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ព្រៃភ្នៅខេត្តព្រៃវែងលោកពេងពូនីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងជាប្រធានគណៈកម្មាធិការដឹកនាំការងារត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់កម្រិតកំណត់បានដាក់ចេញនូវវិធានការតឹងរ៉ឹងជាបន្ទាន់បន្ទាប់ពីបានរកឃើញជាក់ស្ដែងនៅរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់រហូតដល់ទៅ83តោនដើម្បីធានាប្រសិទ្ធភាពក្នុងការតាមដានគ្រប់គ្រងនិងត្រួតពិនិត្យលោករដ្ឋមន្ត្រីបានដាក់បញ្ជាឲ្យរៀបចំដំឡើងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព CCTV នៅគ្រប់ស្ថានីយ៍ជញ្ជីងចល័តទាំងអស់ទាំង43ទូទាំងប្រទេសប្រព័ន្ធនេះនឹងត្រូវតភ្ជាប់មកប្រព័ន្ធកណ្ដាលរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនព្រមទាំងតភ្ជាប់ដោយផ្ទាល់មកកាន់ទូរស័ព្ទដៃរបស់ថ្នាក់ដឹកនាំដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យបន្ថែមលោកបានប្រមានពីការអនុវត្តអភិក្រមវះកាត់លើមន្ត្រីពាក់ព័ន្ធប្រសិនបើរកឃើញមានមន្ត្រីណាម្នាក់ជាប់ពាក់ព័ន្ធឬចូលរួមសកម្មភាពអនុញ្ញាតឲ្យមានការដឹកជញ្ជូនលើសទម្ងន់នេះដោយយកអភិក្រមវះកាត់មកអនុវត្តតែម្ដងដោយគ្មានការលើកលែងឡើយលោកបន្តថាគណៈកម្មាធិការដឹកនាំការងារត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់កម្រិតកំណត់នឹងបង្កើតក្រុមការងារពិសេសមួយដើម្បីចុះទប់ស្កាត់និងបង្ក្រាបយ៉ាងម៉ឺងម៉ាត់បំផុតចំពោះយានយន្តដឹកលើសទម្ងន់ទាំងឡាយណាដែលព្យាយាមបើកកិច្ចឬបើកវាងមិនព្រមចូលថ្លឹងនៅស្ថានីយ៍ជាមួយគ្នានេះលោកណែនាំឲ្យដំឡើងផ្លាកសញ្ញានិងដាក់ពង្រាយមន្ត្រីចល័តដើម្បីផ្ដល់ដំណឹងដល់អ្នកដឹកជញ្ជូនទាំងអស់ឲ្យបានដឹងថានៅខាងមុខស្ថានីយ៍គឺមានវត្តមានមន្ត្រីចល័ត